ក្មេងស្រីក្នុងភូមិនាំគ្នាដណ្ដើមបុរសអស់ហើយតែខ្ញុំដឹងបុរសជើងខ្វេធ្លាក់ខ្លួនដែលគ្មានអ្នកទិញនោះថ្ងៃមុខនឹងក្លាយជាមន្ត្រីធំមានអំណាចពេញនឹងបោកប្រាស់ទឹកចិត្តខ្ញុំមានប្រពន្ធតូចធំពេញនឹងឃុំឃាំងខ្ញុំ10ឆ្នាំធ្វើបាបគ្រប់យប់ខ្ញុំមិនហ៊ានទិញគេទៀតទេគ្រាន់តែចង់រស់នៅស្ងប់ស្ងាត់ប៉ុណ្ណោះខ្ញុំនឹកស្មានមិនដល់ទេនោះមេភូមិញញឹមហើយគោះទ្វារបន្ទប់ខ្ញុំវ៉ាន់ឯងចង់បានប្តីទេខ្ញុំក៏ទាញបិទទ្វារវិញភ្លាមឈោបផ្អែកមាត់ទ្វារធ្លាក់ទឹកមុខអស់ប្រហែលភ្នែកច្រឡំទេដឹងមេភូមិរុញទ្វារចូលមកគិតយ៉ាងម៉េចហ្នឹងខ្ពើមរអើមរបស់ដែលគេរើសសល់មែនទេមិនអីទេមេភូមិគិតថោកឲ្យ10កាក់យ៉ាងម៉េចដែរមេភូមិនិយាយបណ្ដាអូខ្ញុំចេញទៅក្រៅបណ្ដាចង្អុលទៅបរោះរាំងស្គមស្គាំងដែលផ្អែកនឹងជញ្ជាំងនោះនិយាយយ៉ាងមានទឹកដមឯងមិនមែនចូលចិត្តប្រុសស្អាតទេមើលចុះស្អាតសង្ហាប៉ុណ្ណាទោះជាជើងខ្វេពាក់កណ្ដាលរស់ពាក់កណ្ដាលស្លាប់ក៏ដោយទឹកឲ្យស្អាតធានាថាប្រាការបានមិនមែនទេលោកមេភូមិនេះគ្មានអ្នកទិញបញ្ជូនទៅខ្វាន់អតុលាការវិញទៅមិនបានទេមិនក៏យកខ្ញុំស្មានតែខ្ញុំមិនទៅភ័យជីវທາງដែលនេះប្រកាសជាត្រូវគេបញ្ជូនទៅវិញបាត់ទៅហើយស្ថិតនៅតំបន់ដាច់ស្រយាលជាប់ព្រំដែនប្រទេសយុវជនភៀសច្រើនត្រូវបានកេណ្ឌទៅធ្វើទាហានច្បាំងហើយគឺទៅដោយគ្មានថ្ងៃត្រឡប់អាកាសធាតុនិងស្ថានភាពដីក៏មិនអំណោយផលមនុស្សចាស់និងស្ត្រីនៅក្នុងភូមិពិបាកបងពុនស្រូវនិងពុនដីដ៏ខ្លាំងខ្លាលុយកាក់និងស្បៀងអាហារជួនកាលក៏យកលេខថាអាណិតអាសូរប្រជារាស្ត្របញ្ជូនអ្នកទោសដែលត្រូវនិរទេសមកធ្វើការជាទេសចរនៅទីនេះគឺអាចបន្ថែមប្រភពកម្លាំងពលកម្មមួយដល់គ្រួសារបានហើយទឹកមកចំណេញគូស្នេហ៍រាល់ពេលបញ្ជូនមនុស្សមកតែងតែមានការដណ្ដើមគ្នាទិញយ៉ាងប្រកបពីយូរយារណាស់មកហើយខ្ញុំក៏ធ្លាប់ទៅដែរលុយគ្រាន់តែទៅមើលគេអញប៉ុណ្ណោះតែនឹកស្មានមិនដល់ស្រាប់តែរើសបានរបស់ល្អដោយចៃដន្យចំណាយ10កាក់ទិញបានបរោះរបួសធ្ងន់ប៉ុន្តែមុខមាត់សង្ហាខ្លាំងណាស់ត្រឡប់របួសដល់ថ្នាក់នេះទិញយកទៅផ្ទះកុំថាឡើយឲ្យជួយធ្វើការសូម្បីតែរស់ក៏មិនប្រកាសទោះជារស់ក៏ដោយខ្សែភ្នែករបស់គេនេះត្រជាក់ទាំងកង់កាច់ក៏មិនមែនជាមនុស្សងាយស្រួលដែរនឹកស្មានថាយកគេមកផ្ទះហើយតំព្យាបាលជំងឺយ៉ាងយកចិត្តគ្មានអ្នកណានឹកស្មានដល់នោះទេកំឡោះជើងខ្វេនេះមិនត្រឹមតែរស់ទេទាំងប្រព្រឹត្តល្អចំពោះខ្ញុំយ៉ាងខ្លាំងលើកទឹកលើកតែប្រឡងយកបុណ្យស័ក្តិដើម្បីស្នាដៃដើម្បីខ្ញុំនិយាយឲ្យចំទៅគឺមិនមែនដើម្បីខ្ញុំទេគឺបោកប្រាស់ខ្ញុំព្រោះរហូតដល់ថ្ងៃដែលគេរៀបការជាមួយរាជបុត្រីខ្ញុំភ្ញាក់ខ្លួនភាពផ្អែមល្ហែមនិងក្តីស្រឡាញ់ដែលខ្ញុំគិតសម្រាប់គេគ្រាន់តែជាការអត់ធ្មត់និងភាពអាម៉ាស់មនុស្សម្នាក់នេះតាមពិតមិនដែលស្រឡាញ់ខ្ញុំតតែកំពុងនិយាយផ្ដេសផ្ដាសអីហ្នឹងមនុស្សដែលបោះបង់ចោលធ្វើម៉េចអាចយកត្រឡប់ទៅវិញបានមេភូមិក៏ពិបាកចិត្តដែររាល់ឆ្នាំតែងតែមានការដណ្ដើមគ្នាទិញគ្មានសល់ក៏គ្មានរឿងស្មុគស្មាញបែបនេះដែរឆ្នាំនេះបែរជាមានបញ្ហាក្នុងមនុស្សវេននេះសោះទោះជាសល់ពេញដៃក៏ដាច់ខាតបញ្ជូនទៅវិញមិនបានដែរមេភូមិនិយាយចប់ក៏ងើបមុខមើលមកខ្ញុំមួយភ្លែខ្ញុំមិននិយាយស្ដីសម្លឹងមើលគេភ្លើស្មានតែខ្ញុំគិតថាត្រង់កាក់មិនអាចតិចជាងនេះទៀតទេណាមិនមែនទេលោកមេភូមិនេះមិនមែនជារឿងលុយកាក់ទេមួយកាក់លោកមេភូមិខ្ញុំពិតជាទទួលមនុស្សម្នាក់នេះមិនបានទេប៉ាន់វ៉ានការដែលខ្ញុំទទួលចិញ្ចឹមឯងខ្ញុំមិនដែលរអ៊ូមួយម៉ាត់ទេមែនទេខ្ញុំក៏តតម្រេះភ្លាមនៅលើលោកនេះអ្វីដែលពិបាកសងបំផុតគឺស្គុនមនុស្សបើផ្ដាំសង្ហើយគឺត្រូវអន់ក្បាលជារៀងរហូតប៉ុន្មានឆ្នាំនេះខ្ញុំព្យាបាលជំងឺផ្ដោតថ្នាំនៅព្យាបាលជំងឺកម្អជាច្រើនព្រោះជីវិតមនុស្សជាច្រើនតែមិនអាចសងគុណមេភូមិកាលពីថ្ងៃធ្លាក់ព្រើទឹកកកនោះដែលលោកបានចិញ្ចឹមចាស់លោកមេភូមិខ្ញុំដកដង្ហើមធំរួចក៏យល់តែមិនបានចាប់អារម្មណ៍ថាជីវທາງដែលផ្អែកនឹងជញ្ជាំងនោះកំពុងទម្លាក់ហាញចុះមុខធូរស្រាលដូចបានរំដោះទុកនៅសម្លឹងមើលភ្នែកខ្ញុំទៀតកុំតន់អើក្រណាត់រំគេនៅចិត្តជុំវិញទ្រូងសូម្បីដង្ហើមក៏ហាក់ដូចជាកំពុងមិនចាំបាច់លើកមុខក៏ខ្ញុំអាចដឹងថាគេកំពុងសម្លឹងមើលខ្ញុំທາງស្រឡាំងកាំងបន្តិចមុខដែលជូតសម្អាតរួចរាល់ស្រស់សង្ហាទឹកមុខស្រពេចស្រពេក្រណាត់ចងខ្សែខ្ញុំយកកន្ត្រៃមកកាត់ផ្នែកដែលនៅសល់វ៉ាន់មិនមែនឲ្យលោកហៅគាត់ហៅខ្ញុំថាកញ្ញាឈីងមែនទេតែនាងទិញខ្ញុំមកហើយខ្ញុំគូតែយកនាងធ្វើជាប្រពន្ធប្រញាប់ថ្នាក់នេះខ្លាចតែរៀបការជាមួយខ្ញុំមិនបានមិនអាចរំដោះអ្នកទោសដែលធ្លាក់ខ្លួនជាទេសកលតាមច្បាប់ត្រូវធ្វើទេសកលនេះឲ្យតែមានអ្នកទិញយកទៅអាចបដូរឋានៈពីទេសកលខ្លាចជាមនុស្សមានសេរីភាពវិញបាននេះ1000ឆ្នាំមានម្ដងពន្លឺទៀនរេរចុះខ្ញុំសម្លឹងមើលភ្នែកខ្មៅនៅរបស់ភ័យជីវមនុស្សម្នាក់នេះពិតជាមានភ្នែកស្រស់ស្អាតខ្លាំងណាស់ពេលដែលគេសម្លឹងមើលខ្ញុំបែបនេះភាពស្និទ្ធស្នាលឲ្យមានអារម្មណ៍ថាក្នុងភ្នែកគេមានតែខ្ញុំនឹងជួយលោករំដោះខ្លួនពីទេសកលប៉ុន្តែមិនមែនជាស្វាមីទេបងប្រុសថ្ងៃក្រោយយើងទាំងពីរហៅគ្នាថាបងប្អូនទៅភ័យជីវທາងក៏ចង់ចិញ្ចាមភ្លាមបងប្អូនហ៎ត្រូវហើយបងប្អូនមុនខ្ញុំល្ងងណាស់ថាខ្ញុំមិនស្គាល់ប្រមាណខ្លួនដែលគេរៀបការខ្ញុំរៀបចំបង្វិចចាក់ចេញទាំងឈឺចាប់ត្រៀមខ្លួនត្រឡប់មកភូមិឈៀងឈៀនបញ្ចប់ជីវិតរស់នៅទីនេះតែត្រូវគេយកតបមកស្ទាក់មកចាប់ខ្លួនត្រឡប់ទៅវិញដោយបង្ខំហាក់ដូចជាហត់នឿយខ្លាំងណាស់ដកដង្ហើមធំវ៉ាន់នាងគួរតែយល់ថាប្រពន្ធរបស់ខ្ញុំមិនអាចជាស្ត្រីជនបទបានទេកុំរករឿងជាមួយបងត្រឡប់ទៅជាមួយបងវិញក្រៅពីតំណែងជាប្រពន្ធធំបងនឹងផ្ដល់អ្វីគ្រប់យ៉ាងឲ្យនាងខ្ញុំពិតជាមិនព្រមទេតែគេឯណាទៅព្រមស្ដាប់ខ្ញុំនោះគេឃុំឃាំងខ្ញុំនៅក្នុងផ្ទះវីឡានៅជីក្រុងប៉េកាំងខ្ញុំខ្លាចជាសត្វចាប់មាសដែលគ្មានឈ្មោះគ្មានចិញ្ចឹមទុកបែបនេះរយៈពេល10ឆ្នាំរហូតដល់ប្រពន្ធធំរបស់គេទ្រាំលែងបានបង្ខំចិត្តនាំមនុស្សមកវិលុកចូលទៅសម្លាប់ខ្ញុំដល់ក្នុងបន្ទប់ដើមទ្រូងភ័យជីវທາងឡើងចុះញាប់ខ្ញុំមិនធ្វើជាបងប្អូនទេខ្ញុំងើបមុខសម្លឹងមើលគេទាំងភ្ញាក់ផ្អើលមិនអញ្ចឹងនៅចង់យកខ្ញុំធ្វើជានារីតែកំដរអារម្មណ៍ពេលអផ្សុកមែនទេថាលោកពិតជាអាត្មានិយមបានទេយើងធ្វើប្តីប្រពន្ធនឹងគ្នាមិនបានទេហេតុអីព្រោះខ្ញុំមានគូដណ្ដឹងរួចហើយគេគ្រប់គ្នាថាគាត់ស្លាប់នៅសមរភូមិហើយប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុតមមថាគាត់នឹងត្រឡប់មកវិញភ្នែករបស់ភ័យជីវทາងញ័រចំប្រប់អង្គុយពីលើក្រែឡើងនាងមានគូដណ្ដឹងរួចហើយឬចាស់ខ្ញុំមានមែនខ្ញុំមានគាត់ឈ្មោះសៀវហេងកូនប្រុសច្បងត្រកូលសៀវនៅទីប្រជុំជនយើងស្គាល់គ្នានៅសាលារៀនខ្ញុំដឹងក្តីជាមួយគ្នាចាត់ទុកជាមិត្តភក្តិតាំងពីក្មេង4ឆ្នាំមុនសៀវហេងត្រូវគេកេណ្ឌទៅធ្វើទាហានតាំងពីពេលនោះមកគាត់មិនដែលត្រឡប់មកនៅតំបន់ព្រំដែនជារឿងធម្មតាទេយូរទៅក៏មានការយល់ព្រមគ្នាមួយថាបើ3ឆ្នាំមិនត្រឡប់មកវិញទេការរៀបការត្រូវលុបចោលការដែលខ្ញុំទិញភ័យជីវតាមពិតក៏គ្មានអ្នកណាមកថ្នាំងថ្នាក់ក្រោយមកពួកយើងរស់នៅជាមួយគ្នាគ្រប់ពេលខ្ញុំត្រូវបានតាក់ទាញដោយការសម្ដែងដ៏កចាត់របស់ភ័យជីវឈៀងជាមួយពេលដែលយើងចេញទៅសៀវហេងនៅតែមិនទាន់ត្រឡប់មកវិញប្រហែលជាស្លាប់ពិតមែនហើយមើលទៅតែវាក៏មិនសំខាន់ដែរជាថ្មីនេះបើខ្ញុំនៅតែទូចរងចាំគាត់មានអ្នកណាអាចថាមិនបានមួយធ្វើជាបងប្អូននឹងគ្នាពីរធ្វើជាទេសកលបន្តទៀតអើស្បៃតែម្ដងទៅលើបញ្ហាថតគាំងគីឡូពិបាកក្នុងការសម្រកឬក៏ម៉ាក់ដែលទៅតែសម្រាប់ baby រួចនៅសល់សម្បុកពួរប្រឹងតមហាខំប្រឹងហាត់ប្រាណខំប្រឹងញ៉ាំថ្នាំសម្រកដែរក៏ប៉ុន្តែមិនដែលទទួលបានលទ្ធផលល្អសោះកង្វល់
អស់បញ្ហាទៀតហើយជាមួយនឹងវីតាមីនសម្រាប់តម្ងន់យ៉ាសកាបងអូននឹងទទួលបានរាងស្លឹមស្វាស្អាតត្រឹមតែរយៈពេលខ្លីត្រឹមតែប្រអប់ដំបូងស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងកាន់តែពិសេសមិនថាបងអូនលើខ្លាញ់លើគីឡូច្រើនយ៉ាងណាក៏ដោយពេលដែលញ៉ាំជាមួយនឹងវីតាមីនសម្រាប់តម្ងន់យ៉ាសកាហើយគឺมันមានស្រអាប់ស្បែកมันមានយាយស្បែកឡើងជាមួយនឹងបច្ចេកវិទ្យាថ្មីដែលប្រើប្រាស់នៅក្របធនជាតិសុទ្ធ 100% ក្នុងការចម្រាញ់ចេញជាវីតាមីនដ៏ល្អឯកមួយគួបផ្សំជាមួយនឹង ingredient ល្អៗជាច្រើនជួយឲ្យការសម្រកទម្ងន់បានយ៉ាងឆាប់រហ័សនិងប្រកបដោយសុវត្ថិភាពខ្ពស់ញ៉ាំត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះបងអូននឹងសង្កេតឃើញថាការដុតបំផ្លាញchấtខ្លាញ់ដែលកកស្ទះនៅក្នុងរាងកាយគឺដុតបំផ្លាញchấtខ្លាញ់មួយតួខ្លួនតែម្ដងកាន់តែពិសេសជាតិពណ៌ត្រូវបានដុតបំផ្លាញគ្មានសល់ហើយបញ្ចេញតាមរយៈទឹកនោមនិងការបែកញើសជាហេតុធ្វើឲ្យការស្រកទម្ងន់នោះគឺស្រកលឿនឆាប់រហ័សដោយគ្មានផលប៉ះពាល់ដល់សុខភាពហើយបែកញើសស្រួលខ្លួនថែមទៀតជាមួយនឹងកម្ពុជាវីតាមីនសម្រាប់ទម្ងន់យ៉ាសកាប្រើប្រាស់ត្រឹមតែមួយគ្រាប់ដំបូងនិងសង្កេតឃើញលទ្ធផលអស់ត្រឹមតែមួយប្រអប់តែប៉ុណ្ណោះស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងស្រកទម្ងន់បែបសុវត្ថិភាពចេញទម្រង់រាងស្អាតដៃជើងស្រឡូនស្អាតមួយតួខ្លួនជាពិសេសមិនបង្កការធ្វើតុកធីងថងរាកគួតចង្អោរតាមទាំងជួយឲ្យការសម្រកទម្ងន់ដល់គោលដៅដែលយើងចង់បានឆាប់រហ័សទៀតជ្រើសរើសមួយទៅខ្ញុំនិយាយបណ្ដាងើបជាងចាំសម្លឹងមើលមុខដល់ស្រពាប់ស្រពូនរបស់ភេជីវថាងលួចសាច់ចំអកគាត់ណាស់ថាគេមិនសប្បាយចិត្តទេអូនស្រីមិនអាចកំដរលើក្រែបានទេហើយពិតណាស់ពេលភេជីវថាងឬជំរឿរបស់ខ្ញុំហើយធ្វើជាបងប្អូនគឺមិនមែនជារឿងភ្ញាក់ផ្អើលខ្ញុំខំបន្តិចបង្ហាញស្នាមញឹមប្រមូលប្រអប់ថ្នាំក្រោកឈរដើរចេញទៅក្រៅឆាប់សម្រាកទៅលោកបងដៃរបស់ភេជីវថាងក្តាប់ណែនភ្លាមទ្វារបន្ទប់បិទជិតក្នុងបន្ទប់ធ្លាក់ចូលក្នុងភាពស្ងៀមស្ងាត់យប់នេះខ្ញុំយកសប្តាហ៍ឃើញខ្លួនឯងត្រូវគេឃុំឃាំងការកណ្ដាលជីវិតដំបូងជាប់នៅក្នុងភូមិជាអ្នកបម្រើហង្គន់គេពាក់កណ្ដាលជីវិតក្រោយជាប់នៅក្នុងភូមិគ្រឹះជាប្រពន្ធចុងលួចលាក់របស់ភេជីវថាងជីវិតដ៏ខ្លីត្រឹមតែ30ឆ្នាំជាងនេះខ្ញុំមិនដែលបានឃើញរដូវរងាដ៏ត្រជាក់ល្ហឹមឬទេសភាពទន្លេភ្នំដ៏មានសេរីភាពលេងគូទ្វារបន្លឺឡើងភ្លាមទាញខ្ញុំចេញពីសុបិនមកកាន់ការពិតវិញភ្លាមមួយរំពេចដូចជាកំពុងហោះហើរលើអាកាសស្រាប់តែធ្លាក់ចុះមកដល់ដីភ្លាមហាមធំមានពាក្យពីម៉ាត់កំពុងលោតនៅក្នុងចិត្តសេរីភាពប៉ាន់វ៉ានបងរំងាស់បបររួចហើយក្រោកឡើងហូបបន្តិចទៅសំឡេងរបស់ភេជីវថាងបន្លឺឡើងពីក្រៅក្រមុំភ្នែកខ្ញុំរួមទុយបន្តិចក្នុងចិត្តមានផែនការមួយហើយលោកនិយាយថាលោកជាកូនប្រុសតកូសេនាបតីដែលត្រូវគេរឹបអូសនេះលោកចេះអក្សរភេជីវថាងខំមាត់ងក់ក្បាលល្អណាស់នៅលើធ្នើនោះមានសិភៅបន្តិចទៀតលោកជួយអានអត្ថបទយកឆ្នាំសាជីបាយជឺនិងបាយចឹងពីទូឆ្នាំមកបន្ទាប់មកយកវាទៅហាលនៅលើកញ្ចក់ក្នុងទីខ្ញុំចាំមិនខុសទេបន្តិចទៀតនឹងមានឱកាសរកលុយបានហើយប៉ុន្តែនៅលើខ្លួនខ្ញុំនៅមានរបួសជើងខ្វេនៅតែអាចធ្វើបបបានជើងខ្វេក៏អាចហាលថ្នាំបានដែរសរុបមកខ្ញុំមិនចិញ្ចឹមមនុស្សអត់ប្រយោជន៍ទេមិនអាចឲ្យត្រូវនឹងពាក្យចាស់ពោលថារបស់ថោកគ្មានរបស់ល្អនោះទេក្មេងស្រីពេញមួយភូមិគ្មានអ្នកណាយកលក់បញ្ចុះតម្លៃខ្វេដែលមានល្បិចក៏ច្រើនមានចេតនាបោកប្រាស់ខ្ញុំចាត់ទុកខ្ញុំជាឈ្នន់ជន់ឡើងតើមិនមែនជារបស់ថោកគ្មានគុណភាពទេរបស់ខូចក្នុងតម្លៃមួយកាក់មកតែចង់ឲ្យខ្ញុំដេភួយដេបាក់រុំឲ្យទៀតមែនទេគេគិតថាខ្លួនឯងជាវត្ថុមានតម្លៃណាស់សម្រាប់ខ្ញុំហើយភ័យជីវថាងប្រែជាតានតឹងនិងស្មុគស្មាញខ្ញុំខ្ជិលគិតហើយក៏គិតមិនយល់ដែរគ្រាន់តែសម្លឹងមើលគេមួយផ្លែក្រោកឈររៀបនឹងដើរចេញទៅនាងទៅណាខ្ញុំមិនបានថាបោះសួនដីឌឺដងដាក់គេផ្ទះសុកមានមាត់បន្ថែមមួយទៀតមានជើងមួយត្រូវការព្យាបាលបន្ថែមទៀតខ្ញុំមិនបាច់ទៅរកថ្នាំមករកលុយទេលោកបងអ្វីដែលខ្ញុំមិនបាននិយាយគឺការរំដោះខ្លួនពីភូមិឈៀនឈៀននិងដើរលេងជុំវិញនេះក៏ត្រូវការលុយដែរធ្វើត្បិតតែខ្ញុំតែងតែព្យាបាលជំងឺនៅក្នុងភូមិតូចប៉ុនបាត់ដៃនេះដើរទៅណាក៏ឃើញតែមុខអ្នកស្គាល់គ្នាដែរពេលព្យាបាលជំងឺម្ដងជួនកាលគេឲ្យបន្លែបន្តិចបន្តួចជារឿងធម្មតាទៅហើយខ្ញុំប្រមែនតែនមិនមែនធ្វើពុតទេហើយជីវថាងអូសជើងខ្វេដែលចេញចូលរៀបចំថ្នាំចុះឡើងខ្ញុំសម្លឹងមើលគេហាក់ដូចជាកំពុងនឿយហត់ខ្លាំងតែចង់សុំលក្ខខណ្ឌមួយទេរាងកាយភ័យជីវថាងឈប់ងក់ស្ងៀមមួយសន្ទុះទៅឆ្លើយកុំធ្វើបាបខ្ញុំអីហើយខ្ញុំថាជីវថាងទៅបានទេល្អមើលណាស់មាត់មិនបានទេខ្ញុំមិនយល់ទេថាហេតុអីបានជាគេចេះតែប្រកាន់រឿងឈ្មោះហៅបែបនេះទៅអាចផ្លាស់ប្ដូរទំនាក់ទំនងរវាងខ្ញុំនិងគេអញ្ចឹងជាតិមុនខ្ញុំធ្លាប់តាមរំខានហៅគេថាជីវថាងពេញមួយជីវិតទៅហើយជីវថាងពីរោះណាស់ក្រៅពីនេះគឺហៅថាលោកបងខ្ញុំពិតជាចាំមិនខុសមែន5ឬ6ថ្ងៃបន្ទាប់ពីថ្ងៃនោះមកដែលតែងតែប៉ុនប៉ងចាប់ផ្ដើមវាយលុកតំបន់ព្រំដែនញឹកញាប់ជាងនៅក្នុងជួរកងទ័ពនិងប្រជាជនក្នុងទីប្រជុំជនរងរបួសនិងស្លាប់ជាច្រើនបញ្ឈប់ការហូរឈាមទាំង3មុខនេះផ្គត់ផ្គង់មិនតម្លៃទីផ្សារកើនឡើង20ដងក្នុងចម្ងាយរាប់រយម៉ាយគឺមានតែអស់នៅក្នុងទីធ្លាផ្ទះខ្ញុំនេះទេដែលមានថ្ងៃនេះទៅកំណត់ចំនួនអ្នកទិញនិងបរិមាណក្នុងម្នាក់ខ្ញុំមិនលក់ថ្នាំឲ្យទេព្យាបាលឲ្យទេខ្ញុំចង់រំលឹកតែមិនចង់រកលុយលើសលុបពេកទេដូច្នេះទើបបង្កើតច្បាប់នេះឡើងតែទោះជាយ៉ាងនេះក្តីរាល់ថ្ងៃខ្ញុំនៅតែហត់នឿយសឹងតែងើបមិនរួចបន្ទាប់ពីជួនអ្នកជំងឺចុងក្រោយចេញទៅតែដើរចូលបន្ទប់ក៏ដេកលក់ទាំងងប់ងុយនៅលើតុថ្មក្នុងទីធ្លាតែម្ដងទៅការគេងមួយនេះលក់ស្រួលណាស់មិនដឹងថាគេងយូរប៉ុណ្ណាទេអ្វីដែលដាស់ខ្ញុំឲ្យភ្ញាក់គឺអារម្មណ៍ថប់ដង្ហើមនៅលើដូចជាមានអ្នកណាកំពុងដកដង្ហើមខានក៏ចង់ចិញ្ចើមបញ្ចេញសំឡេងបើកភ្នែកឡើងយឺតវ៉ាន់វ៉ាន់ញ៉ាំបាយខ្ញុំព្រិចភ្នែកលេមឡាមស្ទាបបបោមាត់មួយសន្ទុះក្រោយមកមិនដឹងថាជាយកសັບតែការទៅគួរតែជាការយកសັບហើយព្រោះភ័យជីវថាងគ្មានហេតុផលអីត្រូវមកលួចថាប់ខ្ញុំនោះទេរំងាស់ភ្លើងតិច2ម៉ោងឯណោះនេះជាឆ្អឹងស៊ុបដែលពូញើនៅផ្ទះក្បែរខាងយកមកឲ្យគាត់ប្រាប់ថាយកមករំងាស់ស៊ុបឆ្ងាញ់ណាស់ភ្លុកមើលទៅមិនដូចជាតិមុនទេដែលទទួលបន្ទុកធ្វើម្ហូបផ្លាស់ប្ដូរមុខម្ហូបរាល់ថ្ងៃសង្ឃឹមថាភីគីមខាងលេងនឹងញ៉ាំមួយហើយខ្លាយជាភ័យជីវថាងនឹងមេភូមិវិញសម្ដីនោះមិនខុសមែនទេកំឡោះខ្វេនេះពិតជាមានរូបរាងស្រស់សង្ហាមែនក្រោយពីលាងសម្អាតរួចចិញ្ចាំក្រាស់ភ្នែកមុតស្មាទូលីចង្កេះតូចទោះបីជាស្លៀកសម្លៀកបំពាក់គ្រើមយ៉ាងណាក៏មិនអាចលាក់បាំងរូបរាងដ៏ស្រស់សង្ហាបានដែរក៏ធ្វើឲ្យនារីជាច្រើនដែលមិនបានទិញគេពេលដាច់ពូស្លាប់ទៅហើយវិញមិនចង់ឃើញមុខដ៏សែនខ្លាញ់ខ្លាយរបស់គេនោះទេវ៉ាន់វ៉ាន់នាងប្រព្រឹត្តល្អចំពោះអ្នកដទៃទាំងអស់តែហេតុអីក៏គ្មានពីអីនិយាយជាមួយបងសោះអញ្ចឹងតើស៊ុបនេះឆ្ងាញ់ទេឆ្ងាញ់ហើយយ៉ាងមិនមាននរណាម្នាក់ដឹងច្បាស់ជាងខ្ញុំទេយ៉ាងរបស់ភ័យជីវថាងសុទ្ធតែមានកំណត់តម្លៃច្បាស់លាស់ខ្ញុំត្រូវតែតបស្នងអ្វីម្យ៉ាងទើបស័ក្តិសមនឹងការយកចិត្តទុកដាក់និងការចង់បានការចាប់អារម្មណ៍ពីគេឲ្យតែនាងចូលចិត្តក៏បានហើយសម្ដីនេះខ្លាំងៗរហូតធ្វើឲ្យខ្ញុំលែងចង់ញ៉ាំអីទៀតចានចុះខ្ញុំអៀងក្បាលសម្លឹងមើលគេដែលត្រូវខ្ញុំបំបាក់ដែលកំពុងតែព្យាបាលនឹងសះស្បើយឡើងវិញមនុស្សម្នាក់នេះនៅក្បែរខ្ញុំមានបំណងតែ3ប៉ុណ្ណោះលោកឈ្មោះពីទេសកលព្យាបាលជើងទៅប្រឡងឥឡូវនេះបំណងពីមុនបាននៅមានឲ្យគេទាញប្រយោជន៍ទៀតចង់ចិញ្ចាមខ្ញុំទើបតែហាមាត់និយាយស្រាប់តែមានអ្នកគូសទ្វារបន្ទប់លាន់ស្នូកខ្លាំងមែនទែន
គ្រូពេទ្យឈីនសូមជួយសង្គ្រោះមេតបរងរបស់ពួកយើងផងនៅលើទ្វារច្បាស់ជាបានព្យួរផ្លាកសញ្ញាបញ្ឈប់ការទទួលអ្នកមានអ្នកមកគូសទ្វារទៀតខ្ញុំនៅតែអង្គុយស្ងៀមមិនមានបំណងរើខ្លួនទេគ្រូពេទ្យឈីនខ្ញុំដឹងថាអ្នកមានច្បាប់តែខ្ញុំពិតជាតដំរីហើយពួកយើងគឺជាតបការពារទីក្រុងត្រូវស៊ីវនូដាក់អន្ទាក់មេតបរងរបស់ពួកយើងត្រូវគេកាប់ជីវិតកំពុងតែមានគ្រោះថ្នាក់អស់ស្ថានក្នុងទីក្រុងសុទ្ធតែអស់ថ្នាំរលាយតែអ្នកទេដែលអាចជួយសង្គ្រោះបានក្រោកឈរឡើងមិនមានការស្ទាក់ស្ទើរអីទៀតប្រញាប់ដើរទៅបើកទ្វារទីហ៊ាន2នាក់ដែលមានមុខរបួសពេញមុខសែងបរោះម្នាក់ដែលមានឈាមប្រឡាក់ពេញខ្លួនចូលបរោះនោះដេកនៅលើគ្រែដង្ហើមខ្សោយនៅលើមុខមានលីឡំដោយឈាមនិងធ្វើមុខមិនច្បាស់ទេខ្ញុំខំថ្មេងទាញហែកអាវពណ៌ខ្មៅនៅលើខ្លួនគេយ៉ាងខ្លាំងរបស់ពណ៌ក្រហមដល់សាំភ្នែកមួយបានធ្លាក់ចេញពីទ្រូងគេសូមចុចខាងក្រោមដើម្បីទស្សនាភាពពេញអស់ស្ពៃតែម្ដងទៅលើបញ្ហាថតទាំងគីឡូពិបាកក្នុងការសម្រកឬក៏ម៉ាក់ដែលទៅតែសម្រាប់ baby រួចនៅសល់សម្បុកពោះប្រឹងតមហាខំប្រឹងហាត់ប្រាណខំប្រឹងញ៉ាំថ្នាំសម្រកដែរក៏ប៉ុន្តែមិនដែលទទួលបានលទ្ធផលល្អសោះកង្វល់អស់បញ្ហាទៀតហើយជាមួយនឹងវីតាមីនសម្រកទម្ងន់យ៉ាសកាបងអូននឹងទទួលបានរាងស្លីមស្វាស្អាតត្រឹមតែរយៈពេលខ្លីត្រឹមតែប្រអប់ដំបូងស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងកាន់តែពិសេសមិនថាបងអូនលើខ្លាំងលើគីឡូច្រើនយ៉ាងណាក៏ដោយពេលដែលញ៉ាំជាមួយនឹងវីតាមីនសម្រកទម្ងន់យ៉ាសកាហើយគឺមិនមានស្រអាប់ស្បែកមិនមានយាយស្បែកឡើយជាមួយនឹងបច្ចេកវិទ្យាថ្មីដែលប្រើប្រាស់នៅក្របធនជាតិសុទ្ធ 100% ក្នុងការចម្រាញ់ទាំងជាវីតាមីនដ៏ល្អឯកមួយគួបផ្សំជាមួយនឹង ingredient ល្អៗជាច្រើនជួយឲ្យការសម្រកទម្ងន់បានយ៉ាងឆាប់រហ័សនិងប្រកបដោយសុវត្ថិភាពខ្ពស់ញ៉ាំត្រឹមតែមួយគ្រាប់ដំបូងតែប៉ុណ្ណោះបងអូននឹងសង្កេតឃើញថាការដុតបំផ្លាញchấtខ្លាញ់ដែលកកស្ទះនៅក្នុងរាងកាយគឺដុតបំផ្លាញchấtខ្លាញ់មួយតួខ្លួនតែម្ដងកាន់តែពិសេសជាតិពណ៌ត្រូវបានដុតបំផ្លាញគ្មានសល់ហើយបញ្ចេញតាមរយៈទឹកនោមនិងការបែកញើសជាហេតុធ្វើឲ្យការស្រកទម្ងន់នោះគឺស្រកលឿនឆាប់រហ័សដោយគ្មានផលប៉ះពាល់ដល់សុខភាពហើយបែកញើសស្រួលខ្លួនថែមទៀតជាមួយនឹងកម្ពុជាវីតាមីនសម្រកទម្ងន់យ៉ាសកាប្រើប្រាស់ត្រឹមតែមួយគ្រាប់ដំបូងនឹងសង្កេតឃើញលទ្ធផលអស់ត្រឹមតែមួយប្រអប់តែប៉ុណ្ណោះស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងស្រកទម្ងន់បែបសុវត្ថិភាពចេញទម្រង់រាងស្អាតដៃជើងស្រឡូនស្អាតមួយតួខ្លួនជាពិសេសមិនបង្កការធ្វើទុកធីងថងរាកគួតចង្អោរតាមទាំងជួយឲ្យការសម្រកទម្ងន់ដល់គោលដៅដែលយើងចង់បានឆាប់រហ័សទៀត